ខ្ញុំអត់លឺគាត់ឆ្លើយគាត់តែគាត់និយាយប៉ុណ្ណឹងប៉ុន្តែ3ខ្ញុំដឹងថាគាត់ទទួលស្គាល់68ទទួលយក55អ្នកទាំងវើទាំងហ្នឹងបានគណៈបកកគណៈបកកណ្ដាលអំណាចគេគម្រាមឲ្យគេច្បាមយកអាជីជំនះគេតែម្ដងអាទាំងហ្នឹងដែលខ្ញុំតែងតែតាមដានគណៈបកសង្គ្រោះជាតិថាគាត់ធ្វើមិនត្រឹមត្រូវគាត់មិនស្មោះត្រង់ចំពោះជាតិអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំចង់រិះគន់គាត់មិនតែគាត់ខិតខំចង់សង្គ្រោះជាតិហ្នឹងចង់ឲ្យគាត់ធ្វើទៅតាមផ្លូវច្បាប់ណាគាត់ចរចាគ្នាតែគាត់មានគោលបំណងអ្វីគាត់ទៅដាក់ជារបៀបវិរៈមានគោលការណ៍ប្រមាណចំណុចយកទៅចរចាគ្នាជាមួយគណៈបកកណ្ដាលការគណៈបកកណ្ដាលតែគេគិតយ៉ាងម៉េចអាហ្នឹងក្នុងគំនិតរបស់ខ្ញុំជាពលរដ្ឋខ្ញុំមិនចង់ឲ្យគាត់ខុសហើយខុសទៀតកាលណាខុសកម្មតែច្រើនប្រជាពលរដ្ឋកម្មតែគ្រោះថ្នាក់អញ្ចឹងគោលការណ៍របស់គាត់ដែលគាត់ថាសង្គ្រោះជាតិធ្វើយ៉ាងណាសង្គ្រោះជាតិឲ្យបានអញ្ចឹងក្នុងគោលជាតិនេះមួយជាតិទៅតាមអាគោជបហ្នឹងគឺខ្ញុំលែងឲ្យយកខ្មែរធ្វើជាគោជបទៀតហើយចង់បានភាគីទី3ដែលសូយ៉ាតូម៉ាឌីដែលគាត់ប្រាប់មកថាបើសិនជាយើងចង់បានភាគីទី3គាត់នឹងទៅស្នើទៅអង្គការប្រជាជាតិគាត់មកធ្វើជាអាជ្ញាកណ្ដាលឲ្យអញ្ចឹងខ្ញុំប្រជាពលរដ្ឋខ្ញុំចង់បានតែភាគីទី3ដែលមកធ្វើជាអាជ្ញាកណ្ដាលឲ្យខ្មែរទេព្រោះហេតុអីបានខ្ញុំទាមទារព្រោះគេជាម្ចាស់ហត្ថលេខីហើយក៏គេជាអ្នកចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីឲ្យខ្មែរទទួលនៅលទ្ធិប្រជាធិបតេយ្យចុះឥឡូវតាំងពីចុះកិច្ចព្រមព្រៀងតាំងពី93មកថ្ងៃនេះបោះឆ្នោត5អាណត្តិនេះវាអត់ឃើញការបោះឆ្នោតមានសេរីយុត្តិធម៌ហើយក៏អត់មានឃើញទេលទ្ធិប្រជាធិបតេយ្យមានតែការរំលោភសិទ្ធិអ្នកគណៈបកកាន់អំណាចប្រើអំណាចគ្របដណ្ដប់លើប្រជាពលរដ្ឋបំបត្តិសិទ្ធិរបស់គេមិនឲ្យគេធ្វើការបោះឆ្នោតឲ្យសេរីយុត្តិធម៌ប្រជាពលរដ្ឋគាត់នេះក៏ថាស្អល់ហើយក៏កាន់អំណាចប្រមាណអាណត្តិមកនេះប្រើតែអំណាចដោយការអញ្ចឹងគេក៏ហក់ទៅលើឆាកអន្តរជាតិទៀតគណៈបកកណ្ដាលនេះគេបោកប្រាស់ទៅលើ$23ទៀតអញ្ចឹងខ្ញុំចង់ទាមទារឲ្យគណៈបកប្រឆាំងនេះដែលគាត់មានឈ្មោះថាប្រឆាំងគឺគេធ្វើមិនត្រឹមត្រូវតាមគេប្រឆាំងហើយចុះបើសិនណាជាយើងនៅប្រឆាំងហើយគេធ្វើអីក៏នៅប្រឆាំងហើយយើងមិនព្រមទៅដកដំណឹងហ្នឹងទៅ$23ឲ្យគេមកសាលរឿងឲ្យជួយរៀបចំជាថ្មីខ្ញុំថាការចរចានឹងរៀបចំនិយាយគ្នានៅវេលាថ្ងៃទី18ចរចាគ្នាហ្នឹងខ្ញុំចង់ថ្លែងថាមិនអាចនាំប្រជាពលរដ្ឋឲ្យរួចចាក់ផុតពីការរងទុក្ខវេទនាទៀតទេនេះជាតម្រូវរបស់យើងខ្ញុំម្ចាស់ឆ្នោតដែលខ្ញុំបោះឆ្នោតទៅឲ្យគាត់ហើយខ្ញុំចង់បានណាស់ក្នុងការផ្លាស់ប្ដូរខ្ញុំចង់បានណាស់ក្នុងការបោះឆ្នោតដែលមានសេរីយុត្តិធម៌គឺខ្ញុំមានសិទ្ធិជ្រើសរើសអ្នកដឹកនាំណាដែលបានបម្រើផល